នឹងឲ្យបងប្អូនអាចនឹងបានឃើញនៅព័ត៌មានមួយហើយដែលមានការផ្សព្វផ្សាយការពីយុគមិញហ្នឹងពាក់ព័ន្ធទៅនឹងជនវិកលចរិតជនដែលមានសតិមិនប្រក្រតីជនដែលមានជំងឺផ្សព្វផ្សាយប្រសាទអាចនិយាយបានថាឥឡូវនេះគឺចាត់ទុកថាជាធាតុកររោគចិត្តមួយបាទដែលបានធ្លាប់មានប្រវត្តិសម្រាប់សំបីតែប្អូនស្រីបង្កើតខ្លួនឯងនៅខាងខេត្តព្រៃវែងនេះឥឡូវនេះការពីយុគមិញហ្នឹងគឺឈានទៅដល់ទៅសម្រាប់ស្ត្រីជនជាតិចិនម្នាក់ទៀតបាទសម្រាប់ហើយរំលោភតាមក្រោយថែមទៀតឥឡូវតោះមកស្ដាប់នៅសារព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយយុគមិញជាមួយខ្ញុំសិនមុននឹងខ្ញុំនឹងធ្វើការបន្ថែមនៅសាច់រឿងនឹងបន្តទៀតតោះឥឡូវនេះមកស្ដាប់ទាំងអស់គ្នាប្រិមិត្តនេះគឺជាករណីឃាតកម្មដ៏សាហាវមួយទៀតហើយដោយឃាតកររោគចិត្តម្នាក់បានធ្វើសកម្មភាពសម្លាប់ទៅលើអ្នកគ្រូពេទ្យជនជាតិចិនម្នាក់រួចក៏ធ្វើសកម្មភាពរំលោភសាកសពបានសម្រេចតាមក្រោយថែមទៀតបើយោងតាមបងស្រីរបស់បុរសដែលជាឃាតកររោគចិត្តហ្នឹងបានឲ្យដឹងថាបុរសដែលជាឃាតកររោគចិត្តហ្នឹងកាលពីប្រមាណឆ្នាំមុនហ្នឹងក៏បានធ្វើការសម្លាប់ទៅលើប្អូនស្រីបង្កើតខ្លួនឯងនៅក្នុងខេត្តព្រៃវែងម្ដងរួចមកហើយឥឡូវនេះក្រោយពីមានសេរីភាពក៏បានបើករថយន្តបាទពីខេត្តព្រៃវែងហ្នឹងគោលបំណងមកលេងផ្ទះបងស្រីបង្កើតតែចូលច្រឡំផ្ទះក៏ចូលចំclinic របស់អ្នកគ្រូពេទ្យដែលជាជនជាតិចិនមានវ័យប្រហែលជា45ឆ្នាំហ្នឹងក៏បានធ្វើសកម្មភាពបាទវាយសម្លាប់ទៅលើស្ត្រីបាទជាអ្នកគ្រូពេទ្យជនជាតិចិនហ្នឹងរួចក៏ធ្វើសកម្មភាពរំលោភសាកសពបានសម្រេចតាមក្រោយថែមទៀតអ្វីដែលគួរឲ្យសាហាវឃាតកររោគចិត្តខាងលើនេះគឺបានសម្លាប់មនុស្សចំនួន2នាក់ហើយប្រិមិត្តបាទដោយសម្លាប់មនុស្សទី1ហ្នឹងគឺសម្លាប់ប្អូនស្រីបង្កើតរបស់ខ្លួនឯងកាលពីប្រហែលឆ្នាំមុននៅក្នុងខេត្តព្រៃវែងហើយឥឡូវនេះបានមកធ្វើសកម្មភាពសម្លាប់ស្ត្រីបាទជាអ្នកគ្រូពេទ្យដែលជាជនជាតិចិនហ្នឹងម្នាក់ទៀតហើយប្រិមិត្តបាទអ្វីដែលគួរឲ្យសាហាវបំផុតគឺបានវាយសម្លាប់ទៅលើស្ត្រីបាទជាអ្នកគ្រូពេទ្យជនជាតិចិនរួចក៏ធ្វើសកម្មភាពរំលោភសាកសពថែមទៀតព្រឹកណាពួកបានគាត់លើលើកមុនណាក៏គាត់បានសម្រាប់អូនស្រីមួយដែរអូគាត់មានជំងឺអីដែរបងផ្សាយប្រសាទបងអូគាត់មានជំងឺផ្សាយប្រសាទហ្នឹងលើកមុនហ្នឹងគាត់បានសម្លាប់ប្អូនស្រីបង្កើតរបស់ខ្លួនឯងហ្នឹងម្ដងហើយចាអូដល់ពេលឥឡូវនេះគាត់បានសម្លាប់អ្នកគ្រូពេទ្យដែលជាជនជាតិចិនហ្នឹងទៀតចាអូបងឃើញសភាពរបស់គាត់ដែលបងសង្ឃថាគាត់បានសម្លាប់ស្ត្រីជនជាតិចិនដែលជាអ្នកគ្រូពេទ្យនៅក្បែរផ្ទះបងហ្នឹងបងឃើញសភាពរបស់ជនដៃដល់ដែលជាប្អូនប្រុសបង្កើតបងហ្នឹងគាត់មានប្រឡាក់ឈាមយ៉ាងម៉េចខ្លះដែលបងទៅពេលដែលបងបានជួបគាត់និយាយទៅខ្ញុំអត់បានចាប់អារម្មណ៍ខ្ញុំគាត់ខំថាមូលហេតុអីក៏មកដល់ផ្ទះខ្ញុំព្រោះខ្ញុំអត់ចង់ឲ្យគាត់មកផ្ទះខ្ញុំទេបាទចាព្រោះខ្ញុំគាត់លើកមុនហ្នឹងប្រហែលថ្ងៃមុនហ្នឹងគាត់ទេមកតែគាត់ចង់លេងតែខ្ញុំថាអត់ឲ្យមកទេគាត់ឈឺចឹងមកទេចាបាទនឹងឲ្យបងប្អូនឥឡូវនេះបងប្អូនបានស្ដាប់ឡើងវិញហើយនៅព័ត៌មានផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងសកម្មភាពបាទជនមានសតិមិនប្រក្រតីជនសរសៃប្រសាទជនវិកលចរិតឥឡូវនេះឈានទៅដល់គេហៅថាឃាតកររោគចិត្តបន្ថែមទៀតដែលធ្លាប់មានប្រវត្តិសំបីតែប្អូនស្រីបង្កើតខ្លួនឯងនេះសម្លាប់បាទអត់មានញើសដៃអាលីងបាទធ្លាប់មានការឃុំខ្លួនធ្លាប់ជាប់គុកចេញមកវិញឥឡូវទៅប្រព្រឹត្តនៅទង្វើសម្លាប់មនុស្សបន្ថែមទៀតសម្លាប់ហើយឈានទៅដល់រំលោភសំបីតែសាកសពថែមទៀតបាទអាហ្នឹងគេហៅថាឃាតកររោគចិត្តអញ្ចឹងអ្វីដែលខ្ញុំមានការងឿងឆ្ងល់ខ្ញុំឆ្ងល់ថាហេតុអ្វីនៅពេលដែលចំណាត់ការនៃច្បាប់ពាក់ព័ន្ធទៅនឹងករណីដែលគាត់បានសម្លាប់អូនស្រីខ្លួនឯងហ្នឹងខ្ញុំមិនដឹងថាការចាប់ខ្លួនហ្នឹងគាត់ឃុំខ្លួនហ្នឹងបាទគាត់ជាប់គុកហ្នឹងរយៈពេលប្រហែលឆ្នាំនោះទេក្រោយពីមានការដោះលែងហ្នឹងបាទហើយក្រោយពីមានការដោះលែងតើមន្ត្រីមានសមត្ថកិច្ចផ្នែកខាងច្បាប់ហ្នឹងមានការត្រួតពិនិត្យទៅលើសតិបាទមានការត្រួតពិនិត្យទៅលើសុខភាពបាទបញ្ហាសតិបញ្ហាសុខភាពរបស់គាត់ឡើងវិញដែរឬអត់សួរថាសតិរបស់គាត់នឹងមានភាពប្រក្រតីបាទឡើងវិញដែរឬអត់ឬក៏នៅតែដដែលទេបាទនៅតែព្យាបាលដោយការលេបថ្នាំចាក់ថ្នាំដដែលទេហើយក្រុមគ្រួសារសាច់ញាតិនឹងទទួលស្គាល់ថាគាត់នឹងមានសុខភាពប្រក្រតីដែរឬអត់សូម្បីតែបងស្រីខ្លួនឯងបានលើកឡើងនៅក្នុងវីដេអូមិញហ្នឹងហើយបងប្អូនបានស្ដាប់ទេណាអត់ហ៊ានទាំងឲ្យមកលេងដល់ផ្ទះផងព្រោះគាត់ដឹងថាបុគ្គលម្នាក់ហ្នឹងនៅតែមានជំងឺនៅតែមានបញ្ហាសតិបាទមិនប្រក្រតីដដែលអញ្ចឹងគាត់ហ៊ានឲ្យមកលេងផ្ទះទេបងស្រីបង្កើតខ្លួនឯងណាអញ្ចឹងខ្ញុំសួរទៅខាងផ្នែកច្បាប់វិញក្រោយពីមានការដោះលែងហើយហេតុអ្វីមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ទៅលើបញ្ហាសុខភាពទៅលើបញ្ហាសតិរបស់គាត់ហើយអ្វីក៏បណ្ដោយឲ្យគាត់នឹងដើរហើរដោយមានសេរីភាពស្រែកតែអំពើចិត្តទាំងគាត់នឹងនៅមានជំងឺបាទប្រចាំកាយនៅមានបញ្ហាសតិមិនប្រក្រតីនៅមានបញ្ហាជំងឺសរសៃប្រសាទហ្នឹងហើយអ្វីក៏ត្រូវបណ្ដោយឲ្យគាត់ដើរហើរស្រែកតែចិត្តអញ្ចឹងសំបីតែប្អូនស្រីបង្កើតរបស់ខ្លួនឯងធ្លាប់មានប្រវត្តិសម្លាប់អត់មានញើសដៃទៅហើយគួរតែមានការសិក្សាឲ្យបានច្បាស់មុននឹងធ្វើការបណ្ដោយឲ្យគាត់នឹងមានសេរីភាពបាទបណ្ដោយឲ្យគាត់នឹងអាចដើរហើរស្រែកតែអំពើចិត្តបានយ៉ាងហោចណាស់ក៏ត្រូវតែដាក់គាត់នៅបាទទៅតាមមណ្ឌលណាដែលទទួលទៅលើមនុស្សដែលមានបាទសតិមិនប្រក្រតីទៅលើមនុស្សណាដែលមានជំងឺសរសៃប្រសាទជាពិសេសបំផុតអាប្រភេទមនុស្សដែលមានចរិតកាចសាហាវអញ្ចឹងបាទសម្រាប់សំបីតែអូនស្រីខ្លួនឯងមិនលើកលែងផងបែរជាដោះលែងចេញមកឲ្យដើរហើរស្រែកតែអំពើចិត្តរហូតឈានទៅដល់បាទសម្រាប់ទៅកាន់មនុស្សម្នាក់ទៀតដែលគ្នាមិនដឹងខ្លួនហើយប៉ះចំជនជាតិបរទេសថែមទៀតរឿងរ៉ាវនេះវាអាចជំរុញឲ្យប៉ះពាល់ដល់កិត្តិយសនិងក៏ដូចជាមុខមាត់ជាតិយើងបន្ថែមទៀតហើយបាទវាមិនមែនថាមិនប៉ះពាល់ទេពីព្រោះ
ការប៉ុនប៉ងទៅលើជនជាតិបរទេសនេះគឺវាប៉ះពាល់ជះឥទ្ធិពលទៅកាន់បាទព័ត៌មានបរទេសខ្លាំងមែនទែនបងប្អូនបាទខ្លាំងមែនទែនអញ្ចឹងសរុបមកខ្ញុំឆ្ងល់ថាហេតុអីបានជាបណ្ដោយឲ្យគាត់ដើរហើរទាំងគាត់នឹងនៅមានសតិនៅមានជំងឺប្រចាំកាយបែបហ្នឹងខ្ញុំវាអត់យល់ចំណុចត្រង់ហ្នឹងណាបងប្អូនបាទអត់យល់សោះតែម្ដងណារាល់មនុស្សដែលធ្លាប់មានប្រវត្តិមានបញ្ហាសតិមិនប្រក្រតីមានជំងឺសរសៃប្រសាទនេះយើងត្រូវតែចាប់អារម្មណ៍បាទជាពិសេសមនុស្សដែលធ្លាប់មានប្រវត្តិប្រព្រឹត្តនៅទង្វើសាហាវព្រៃផ្សៃហ្នឹងឲ្យក្រុមគ្រួសារធានាបាទរក្សាទុកបាទនៅផ្ទះបាទដើម្បីសម្រាប់ព្យាបាលឲ្យបានជា100%ឬក៏ច្បាប់ហ្នឹងត្រូវតែយកគាត់ទៅដាក់នៅបាទទីតាំងណាដែរទទួលមើលថែនិងព្យាបាលទៅលើអ្នកដែលមានជំងឺប្រភេទហ្នឹងអត់អាចប្រឡែងប្រសិទ្ធប្រសាចឹងបានទេនេះករណីមួយដែលគាត់មានបំណងប៉ងទៅលេងបងស្រីប៉ុន្តែចូលខុសផ្ទះបែរទៅជួបបាទអ្នកគ្រូពេទ្យដែលជាជនជាតិចិនក៏កើតមានចំណង់បាទចំណង់គេហៅថាចំណង់ភ្លើងភេទអីរឿងពាក់ព័ន្ធទៅនឹងសតិខួរក្បាលរបស់គាត់អញ្ចឹងក៏គាត់ចាប់ផ្ដើមមានអាចរិតសាហាវព្រៃផ្សៃនឹងកើតឡើងបាទក៏ប្រព្រឹត្តនៅទង្វើមួយគឺអត់លើកលែងតែហ្មងបាទចង់តែសម្លាប់ចង់តែរំលោភយកតែម្ដងចុះបើសិនជាករណីមួយផ្សេងទៀតស្រាប់តែគាត់ចូលច្រឡំមិនចូលទៅកាន់ផ្ទះហ្នឹងទេចូលទៅកាន់សាលារៀនបាទចូលទៅកាន់កន្លែងណាដែលជាសួនកម្សាន្តក្មេងៗណាហើយគាត់ប្រព្រឹត្តទង្វើអញ្ចឹងទៅលើក្មេងៗតែមានចំនួនជាច្រើនអ្នកបាទដែលចាក់សម្លាប់គេទៅពីទៅពីពេញផ្លូវអាហ្នឹងវាកើតទៅជាសោកនាដកម្មមួយដែលជាកំហុសអ្នកណាដែលជាអ្នកទទួលខុសត្រូវទាំងធ្លាប់មានប្រវត្តិបាទច្បាប់យកទៅគុំគាំងម្ដងរួចទៅហើយហ្នឹងបែរជាលែងមកវិញអត់មានចំណាត់ការណាមួយក្នុងការឃុំក្រងឲ្យបានមានប្រសិទ្ធភាពបាទដើម្បីបង្ការកុំឲ្យមានបាទបង្កគ្រោះថ្នាក់ទៅកាន់អ្នកដទៃផ្សេងទៀតហ្នឹងអត់សោះតែម្ដងលែងហើយដើរហើរស្រែតែចិត្តហើយមិនដឹងថាឃុំខ្លួនហ្នឹងឃុំប្រហែលឆ្នាំទេធ្វើការសម្លាប់មនុស្សម្នាក់មួយតងូហ្នឹងមិនដឹងថាឃុំខ្លួនបានប្រហែលឆ្នាំទេវាអាចពាក់ព័ន្ធទៅនឹងបាទរឿងរ៉ាវមួយដែលមានការយោគយល់តាមផ្លូវច្បាប់ពាក់ទងទៅនឹងបញ្ហាដែលគាត់មានជំងឺសរសៃប្រសាទមានសតិមិនប្រក្រតីអាចនិយាយបានថាជាមនុស្សឈួតពាក់កណ្ដាលជាពាក់កណ្ដាលអញ្ចឹងទៅទើបច្បាប់គេមានការលើកលែងឬក៏បទូបថយឆាប់ឲ្យគាត់ចេញពីគុកបាទហើយការលើកលែងក៏ជាការលើកលែងមួយទៅអាហ្នឹងវាស្របទៅតាមនីតិវិធីរបស់ច្បាប់ប៉ុន្តែច្បាប់ក៏ត្រូវតែមានការឃុំក្រងក៏ត្រូវតែមានការបង្ការការពារខ្លាចអាចជំងឺកាយសាហាវរបស់បុគ្គលម្នាក់ហ្នឹងឃាតករម្នាក់ហ្នឹងវារើឡើងវិញទៅវាប្រព្រឹត្តទៅកាន់អ្នកផ្សេងទៀតបាទប៉ុន្តែអត់អលីងបែរជាបដោយឲ្យគាត់ដើរហើរសេរីសែនទៅអំពើចិត្តរហូតឈានទៅដល់បាទចាក់សម្លាប់មនុស្សម្នាក់ទៀតបានសម្រេចទៅបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានការងឿងឆ្ងល់ក៏ដូចជាបាទបញ្ចេញមតិយោបល់តែប៉ុណ្្នឹងទេសម្រាប់បងប្អូនមានការយល់ឃើញយ៉ាងណាទៀតអាចបាទចូលរួមនៅក្នុងខមមិនខាងក្រោមទៅអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមនឹងចុះបាទជួបគ្នានៅវីដេអូក្រោយ